Ok,សួស្តីបងប្អូនយើងទាំងអស់គ្នានេះគឺជាវីដេអូល្បិចមួយចំនួនឬក៏ចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ Word នៅក្នុង desktop របស់យើងណាអូខេអញ្ចឹងគ្នាយើងចូលទៅកាន់ Word ហើយអូខេចូលទៅកាន់ Word របស់យើងមកអញ្ចឹងយើងបើក Word មួយមកអូខេហ្នឹងនៅពេលដែលយើងបើក Word បានហើយក្នុងករណីដែលយើងចង់ដាក់ជាបន្ទាត់ដិតត្រេមួយឧទាហរណ៍បន្ទាត់ដិតត្រេចេះណាអូខេមួយអញ្ចឹងឬក៏បន្ទាត់ជាប់គ្នាណាបន្ទាត់វែងជាប់គ្នាមួយខ្សែអញ្ចឹងខ្ញុំមានល្បិចកលឬក៏មានវិធីមួយចំនួនអូខេអញ្ចឹងគ្នាយើងមើលនៅលើ board របស់ខ្ញុំនេះ keyboard របស់ខ្ញុំនេះយើងឃើញមានផ្កាយសញ្ញាផ្កាយអញ្ចឹងយើងចុចផ្កាយនឹង3ដងមក1 2 3ហើយនៅលើ board របស់ខ្ញុំនេះខ្ញុំមាន enter 2កន្លែងនេះ enter 1ហើយនឹងនេះ enter 1អញ្ចឹង enter ទាំងពីរហ្នឹងយើងចុចមួយណាក៏បានដែរឧទាហរណ៍ថាយើងចុច enter កណ្ដាលនេះតើវា load ឲ្យអត់អូខេឃើញទេយើងបានជាបន្ទាត់ដិតត្រេមួយបែបហ្នឹងអូខេហើយមួយទៀតនៅលើ key ហ្នឹងនេះយើងឃើញសញ្ញាដកវែងនេះនៅខាងលើសញ្ញាបូកហ្នឹងនៅលើ key ហ្នឹងអូខេអញ្ចឹងយើងចុច3ដងដូចគ្នា1 2 3ហើយយើងចុច enter មកអូខេចុច key enter ហ្នឹងចាំមើលតើវាបានអត់អូខេនេះឃើញទេយើងបានបន្ទាត់ស្មើបែបហ្នឹងឥឡូវខ្ញុំចុចផ្កាយដដែលផ្កាយ1 2 3ហើយខ្ញុំចុច enter នៅលើ board នឹងដែរចាំមើលតើវាឲ្យអត់អូខេបានដូចគ្នាណាអញ្ចឹងត្រេឬក៏សញ្ញាវែងមួយហ្នឹងបន្ទាត់វែងមួយហ្នឹងដើម្បីសរសេរអក្សរលើអីចឹងយើងចុចសញ្ញាដកហ្នឹងមក1 2 3ហើយយើងចុច enter នឹងដដែលចាំមើលថាវាឲ្យអត់អូខេគឺឲ្យដូចគ្នាណាអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានប៉ុណ្ណឹងណាអរគុណ